ហើយអាដាក់ទឿនមួយទៀតណាប្តីប្រពន្ធទាំងពីរនេះណាត្រូវតែទុកចិត្តគ្នាមានរឿងរ៉ាវអីក៏ដោយត្រូវចេះពិភាក្សាគ្នាកុំឲ្យលឺខាងប្រុសគេថាលឺខាងស្រីគេថាអត់ស៊ូគ្នាកើតនៅការចងចិត្តគុំគួនហ្នឹងអាហ្នឹងរឿងអន្តរាយទៅមកក្រុមគ្រួសារឪពុកម្ដាយវាសងខាងក៏អញ្ចឹងដែរសូមស្ដាប់ដោយយោនិសោមនសិការៈថាកុំយកអណ្ដាតជាពឹសញាតិញោមណាមានកូនភាសាកូនអីក៏អញ្ចឹងដែរលោកប្រាប់ឲ្យហើយនៅអ្នកអង្គុយតុកពាក់វ៉ែនតានោះមានកូនភាសាអីក៏ដោយណាកុំយកអណ្ដាតហ្នឹងជាពឹសបើឃើញកូនចៅឆ្លោះទាស់តេងគ្នាអីទេយើងកុំធ្វើជាសាំងដើម្បីបិឆេះឲ្យវាមានបញ្ហាយើងត្រូវចេះធ្វើជាទឹកសម្របសម្រួលឲ្យកូនចៅហ្នឹងបើរឿងខ្លះសម្របសម្រួលគ្នាហើយនៅតែមិនបានសម្រេចទេអាហ្នឹងចាំគិតទៀតតែបើរឿងខ្លះអាចផ្សះផ្សាគ្នាបានទេចូលផ្សះផ្សាដោយសន្តិវិធី